ជំរាបសួរអ្នកគ្រូមូលហេតុអ្វីដែលធ្វើឲ្យរនាំងស្បែកខ្សោយឬក៏ខូចមូលហេតុដែលធ្វើឲ្យរនាំងស្បែកយើងខ្សោយវិវត្តទៅជាខូចមានកត្តាជាច្រើនរួមមានទី1ការលាងសម្អាតមុខញឹកញាប់ពេកទី2ការប្រើផលិតផលដែលមានសារធាតុផ្សំសកម្មដូចជា retinoid AHA BHA និងទី3ការដែលងូតទឹកក្តៅជាប្រចាំដែលធ្វើឲ្យស្បែកងាយស្ងួតចំណុចទី4ស្បែកប្រឈមទៅនឹងកម្ដៅថ្ងៃខ្លាំងចំណុចទី5មានប្រតិកម្មអាឡែហ្ស៊ីដោយសារតែការប្រើប្រាស់គ្រឿងសម្អាងហើយនិងផលិតផលច្រើនមុខក្នុងពេលតែមួយទី6មានជំងឺស្បែកដូចជាជំងឺតាអកជំងឺរលាកមុខក្រហមនិងជំងឺរលាកស្បែកចំណុចចុងក្រោយការគេងមិនគ្រប់គ្រាន់ភាពតានតឹងនិងញ៉ាំទឹកតិចអ្នកគ្រូធ្វើដូចម្តេចដើម្បីការពារនិងព្យាបាលរនាំងស្បែកចាដើម្បីការពារនិងព្យាបាលទៅលើរនាំងស្បែកទី1យើងត្រូវបញ្ឈប់រាល់ផលិតផលដែលមានសារធាតុផ្សំសកម្មហើយនិងការជំរុះកោសិកាស្បែកទី2យើងលាងសម្អាតមុខជាមួយនឹងទឹកធម្មតាហើយនិង cleansing oil ទី3ប្រើគ្រីមផ្ដល់សំណើមស្បែកដូចជាពពួក hyaluronic acid ឬក៏ ceramide ទី4ប្រើឡេការពារកម្ដៅថ្ងៃជាប្រចាំហើយលាបជារៀងរាល់2ម៉ោងម្ដង